đà này cái bàn mới khơi thà Russiaនិងអ៊ុយក្រែននៅតែបន្តចោទប្រកាន់ដាក់គ្នាអំពីការវាយប្រហារដែលធ្វើឲ្យប៉ះពាល់ដល់បរិវេណនៅក្បែរនឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនសូមបញ្ជាក់ផងដែរថាកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យtrongសប្តាហ៍មុនមានហេតុការផ្ទុះដ៏ខ្លាំងយ៉ាងកក្រើកចំនួន2លើកបានកើតមានឡើងនៅក្បែររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ជាទីដែលអង្គការសហប្រជាជាតិបានប្រមានថាអាចនឹងនាំឲ្យមាននៅវិបត្តិមហន្តរាយនុយក្លេអ៊ែរដ៏ខ្លាំងសម្បើមនោះទីក្រុងគៀវនិងទីក្រុងមូស្គូបានចោទប្រកាន់ដាក់គ្នាទៅវិញទៅមកលើការបាញ់ផ្លោងចូលតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលរុស្ស៊ីបានកំពុងគ្រប់គ្រងនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងត្បូងទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិកអន្តរជាតិដែលមានក្រុមអ្នកជំនាញប្រចាំការនៅរោងចក្រនុយក្លេអ៊ែរធំបំផុតរបស់តំបន់អឺរ៉ុបមួយនេះបាននិយាយថាការផ្ទុះដ៏ខ្លាំងក្លាបានកើតឡើងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យចុងសប្តាហ៍មុនកងទ័ពរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុងសប្តាហ៍នេះថាទីក្រុងគៀវមិនបញ្ឈប់នៅសកម្មភាពបង្កហេតុរបស់ខ្លួនក្នុងបំណងបង្កើតនៅការគំរាមកំហែងដ៏មហន្តរាយបង្កើតឡើងដោយមនុស្សនៅរោងចក្រធំពលនុយក្លេអ៊ែរនេះកងទ័ពខាងលើបន្ថែមថាទោះបីជាមានការបាញ់ផ្លោងក៏ដោយក៏កម្រិតរ៉េអាទ័រនៅតែដំណើរការធម្មតារបាយការណ៍នោះបញ្ជាក់អំពីមីស៊ីលជាច្រើនគ្រាប់បានផ្ទុះនៅជុំវិញបង្គោលភ្លើងដែលផ្គត់ផ្គង់រោងចក្រនោះនិងបង្គោលផ្គត់ផ្គង់ភ្លើងទី4និងទី5និងអគារពិសេសលេខ2លោក Renat Kacha ទីប្រឹក្សារបស់ភ្នាក់ងារនុយក្លេអ៊ែរ Rosatom របស់រុស្ស៊ីបានប្រាប់សារព័ត៌មានរដ្ឋ TASS ថាអគារពិសេសនោះបានផ្ទុកនៅសារធាតុនុយក្លេអ៊ែរផងចំណែកទីភ្នាក់ងារធម្មពលនុយក្លេអ៊ែររបស់អ៊ុយក្រែន Energoatom វិញបាននិយាយភ្លាមៗថារុស្ស៊ីគឺជាអ្នកនៅពីក្រោយការផ្ទុះនោះទស្សនិកជននៅក្នុងសប្តាហ៍នេះគេនៅតែបន្តមើលឃើញនឹងការវាយប្រហារក្រៅសមរភូមិរបស់រុស្ស៊ីនៅតែបន្តកើតមានឡើងការវាយប្រហារក្រៅសមរភូមិរបស់រុស្ស៊ីនេះគឺសំដៅទៅលើការវាយប្រហារតាមផ្លូវអាកាសដោយដាក់គោលដៅទៅលើប្រភពរោងចក្រថាមពលអគ្គិសនីប្រភពផ្គត់ផ្គង់ទឹកស្អាតនៅតាមទីក្រុងនិងខេត្តសំខាន់ៗជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែនពិសេសការវាយប្រហារកាលពីថ្ងៃពុធនេះសប្តាហ៍នេះគឺមានភាពកក្តៅខ្លាំងបណ្ដាលឲ្យមនុស្ស6នាក់ស្លាប់អាជ្ញាធរអ៊ុយក្រែនបាននិយាយថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃពុធនេះសប្តាហ៍នេះបានកាត់ផ្តាច់ចរន្តអគ្គិសនីនិងទឹកហើយបណ្ដាលឲ្យជនស៊ីវិលយ៉ាងហោចណាស់6នាក់ស្លាប់នៅក្នុងការវាយលុកថ្មីមកលើបណ្ដាញធម្មពលដែលកំពុងជួបការលំបាករបស់ប្រទេសនេះក្រុមហ៊ុនធម្មពល Ukrenergo បាននិយាយថាអ៊ុយក្រែនមានចេតនាកាត់ផ្តាច់រោងចក្រធម្មពលនុយក្លេអ៊ែរចំនួន3ចេញពីបណ្ដាញអគ្គិសនីជាតិរបស់ខ្លួនដោយខ្លួនឯងដែលនេះគឺជាចំណាត់ការបង្ការជាមុនក្នុងការឆ្លើយតបទៅនឹងការវាយលុករបស់រុស្ស៊ីមេដឹកនាំប្រទេសម៉ូដូវ៉ាបាននិយាយថាប្រទេសរបស់ខ្លួនដែលបានតបណ្ដាញធម្មពលចេញពីអ៊ុយក្រែនកន្លងមកនឹងជាងពាក់កណ្ដាលប្រទេសក៏បានដាច់ចរន្តអគ្គិសនីដែររដ្ឋធានីគៀវរបស់អ៊ុយក្រែនទីក្រុងភាគខាងលិចគឺទីក្រុង Lviv និងទីក្រុង Mykolaiv នៅភាគខាងត្បូងក៏ស្ថិតនៅក្នុងចំណោមទីក្រុងជាច្រើនដែលបានរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីយោងតាមនគរបាលជាតិបានដឹងថាយ៉ាងហោចណាស់មនុស្ស6នាក់ស្លាប់និងជាង30នាក់បានរងរបួសនៅទូទាំងប្រទេសតាក់ទងទៅនឹងរដ្ឋធានីគៀវរុស្ស៊ីបានលើកឡើងថាខ្លួនមិនបានវាយប្រហារទៅលើទីក្រុងគៀវនោះទេប៉ុន្តែមីស៊ីលដែលចេញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនដោយខ្លួនឯងទេដែលបានធ្លាក់ចូលទៅក្នុងទីក្រុងនេះប៉ុន្តែទូរទស្សនិកជននៅក្នុងពេលដែលមានការវាយប្រហារច្រើនពីរុស្ស៊ីដែលផ្ដោតសំខាន់ទៅលើប្រភពផ្គត់ផ្គង់ថាមពលនិងទឹកស្អាតបែបនេះធ្វើឲ្យមានក្តីបារម្ភថាប្រជាជនអ៊ុយក្រែនអាចនឹងត្រូវរងគ្រោះរហូតដល់អាយុជីវិតនៅក្នុងអំឡុងរដូវរងាត្រជាក់កកក្រោម0បែបនេះអង្គការសុខភាពពិភពលោកបានប្រមានថាប្រជាពលរដ្ឋរាប់លាននាក់នៅក្នុងប្រទេសអ៊ុយក្រែនប្រឈមនឹងការគំរាមកំហែងដល់ជីវិតនៅក្នុងរដូវរងានៃឆ្នាំនេះគណៈរុស្ស៊ីបន្តបាញ់ស្រោចលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់ប្រទេសនេះស្របពេលដែលសីតុណ្ហភាពបានចុះត្រជាក់ខ្លាំងរយៈពេលប្រមាណសប្តាហ៍ថ្មីៗនេះប្រទេសរុស្ស៊ីបានដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធធម្មពលក្នុងការវាយប្រហារដោយមីស៊ីលរួមទាំងស្ថានីយ៍ទឹកនិងអគ្គិសនីបណ្ដាលឲ្យលំនៅឋានទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់គណៈរដូវរងាចូលមកដល់ដែលជាការដាក់បន្ទុកលើវិបត្តិសុខភាពកាន់តែធ្ងន់ធ្ងរលោក Hans Henry P. Clark ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបាននិយាយថាពាក់កណ្ដាលនៃហេដ្ឋារចនាសម្ព័ន្ធធម្មពលអ៊ុយក្រែនបានរងការខូចខាតបញ្ហានេះប៉ះពាល់រួចទៅហើយដល់ប្រព័ន្ធសុខភាពនិងសុខុមាលភាពប្រជាពលរដ្ឋនោះលោកបានប្រមាននៅឯសន្និសីទសារព័ត៌មានមួយនៅក្នុងទីក្រុងគៀវថារដូវរងានេះនឹងក្លាយទៅជាឱកាសក្នុងការស្រោចស្រង់មនុស្សតែបន្ថែមថាពលរដ្ឋអ៊ុយក្រែនប្រមាណជា10លាននាក់បច្ចុប្បន្នគ្មានអគ្គិសនីប្រើប្រាស់នោះទេសីតុណ្ហភាពត្រូវគេព្យាករណ៍ថានឹងចុះត្រជាក់ដល់ដក20°C នៅតំបន់ជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន